បាទសួស្តីបងប្អូនទាំងអស់គ្នាជួបគ្នាជាថ្មីម្ដងទៀតនៅក្នុងរាត្រីនេះសង្ឃឹមថាបងប្អូនសុខសប្បាយទាំងអស់គ្នាសម្រាប់វត្តមានខ្ញុំបាទនៅក្នុងរាត្រីនេះគឺនឹងមាននៅសាច់រឿងដែលបានអំពីប្រិមិត្តរបស់យើងដែលគាត់បានផ្ញើមកកាន់ខ្ញុំដោយសាច់រឿងរបស់គាត់គឺនិយាយអំពីអ្នកអ៊ីរបស់គាត់ដោយសារតែអ៊ីគាត់នឹងគឺជាមនុស្សដែលហៅថាមានចិត្តណាបងប្អូនអញ្ចឹងអ៊ីគាត់នឹងគឺចិត្តល្អខ្លាំងណាស់ដែលធ្វើឲ្យក្មួយរបស់គាត់ហ្នឹងចាប់អារម្មណ៍ខ្លាំងមែនទែនទៅលើរូបរាងរបស់អ៊ីរបស់គាត់តែម្ដងអញ្ចឹងមុនចូលដល់សាច់រឿងអេដមីនក៏សូមចិត្តបងប្អូនជួយចុច Subscribe Channel ថ្មីដែលខ្ញុំបានបង្កើតឡើងនេះសូមចុចម្នាក់មួយផងបងប្អូនណាដើម្បីទទួលបាននៅសាច់រឿងថ្មីទៀតពីខ្ញុំបាទដូចជាប្រិមិត្តរបស់យើងម្នាក់គាត់បានចែកចម្លែកអំពីសាច់រឿងរបស់គាត់មកណាហើយបងប្រុសម្នាក់ហ្នឹងគឺគាត់ជាអ្នកដែលរស់នៅខាងខេត្តព្រៃវែងណាហើយគាត់គឺឈ្មោះថាបងប្រុសវិទ្យហ្នឹងគឺគាត់និយាយអំពីរឿងរ៉ាវដែលកើតឡើងចំពោះគាត់រវាងអ៊ីគាត់និងគាត់ហ្មងបងប្អូនដោយសារតែអ៊ីគាត់ហ្នឹងគឺជាមនុស្សដែលហៅថាលេងខ្លួនស៊ីវិល័យខ្លាំងណាហើយកំមុំហ្នឹងសុំខ្មាស់ហើយបងប្អូនរូបរាងរបស់គាត់ហ្នឹងគឺស្អាតមែនតែនហ្មងណាទាំងសាច់ទាំងឈាមនឹងសដូចភក់អញ្ចឹងបងប្អូនស្អាតមែនតើអញ្ចឹងវាធ្វើឲ្យអារម្មណ៍របស់បងប្រុសហ្នឹងគាត់របៀបថាស្រឡាញ់អ៊ីគាត់ខ្លាំងហ្មងណាហើយសុខទុក្ខយ៉ាងណាដែរបងប្អូនប្រហែលថ្ងៃនេះដូចជាបាត់មុខអេដមីនប្រហែលថ្ងៃមានអារម្មណ៍ថានឹកបងប្អូនមែនតើអាឡែងបែកអូហូស្ទឹងយូរពេកណាបងប្អូនចាំសាច់រឿងអេដមីនណាឥឡូវចូលទៅដល់សាច់រឿងពេញជាមួយនឹងអេដមីនទាំងអស់គ្នាដោយបងប្រុសវិទ្យគាត់បានចែកចម្លែកអំពីសាច់រឿងពិតរបស់គាត់មួយជាមួយនឹងអ៊ីរបស់គាត់ដែលគាត់នឹងគឺមានទំនាក់ទំនងស្អិតរមួតខ្លាំងមែនទែនវាហាក់បីដូចជាអ្នកទាំងពីរហ្នឹងគឺដូចជាប្តីនិងប្រពន្ធណាអញ្ចឹងបងប្រុសវិទ្យហ្នឹងគឺគាត់ជាអ្នកដែលរស់នៅខាងខេត្តព្រៃវែងណាអញ្ចឹងគាត់បាននិយាយជាមួយនឹងឪពុករបស់គាត់ពុកគាត់ហ្នឹងគឺជាបងជីដូនមួយអ៊ីម្នាក់ហ្នឹងហ្មងអញ្ចឹងគាត់ចាប់ផ្ដើមសុំពុកគាត់មកធ្វើការនៅភ្នំពេញណាហើយពុកគាត់ហ្នឹងក៏បានឮថាកូនចង់មកធ្វើការនៅភ្នំពេញក៏បានតេទៅអ៊ីគាត់ហ្នឹងតែទៅជាប្អូនចដូនមួយគាត់ដែរហ្នឹងហើយបងវិទ្យគាត់ថាបើសិនជាអ៊ីគាត់ទទួលគាត់នឹងឡើងទៅភ្នំពេញធ្វើការភ្លាមហើយអ៊ីហ្នឹងគឺគាត់ជាអ្នកដែលលក់ចាប់ព្រួយធម្មតាទេតែគាត់លក់អីវ៉ាន់បោះដុំរាយតិចតបពីទួចឹងណាអញ្ចឹងគាត់ចាប់ផ្ដើមរំអុកឪពុករបស់គាត់ហ្នឹងគាត់ថាពុកបើសិនជាអ៊ីឲ្យខ្ញុំទៅខ្ញុំឡើងទៅភ្នំពេញហ្នឹងស្អែកហ្នឹងហ្មងហើយពេលដែលគាត់ទៅអ៊ីគាត់ហ្នឹងហើយអ៊ីគាត់ក៏បានប្រាប់ថាអត់អីទេហៅវាមកពួកខ្ញុំនឹងត្រូវការមនុស្សធ្វើការច្រើនណាហើយអ៊ីហ្នឹងគឺគាត់មិនមែនថានៅម្នាក់ឯងទេគាត់មានកូនចៅគាត់ពីរនាក់ដែរក៏ប៉ុន្តែកូនចៅរបស់គាត់ពេលខ្លះមកធ្វើការបានតែប្រហែលខែឈប់បាត់ហើយអញ្ចឹងគាត់រកមនុស្សដែលរបៀបថាការងារច្បាស់លាស់ណាព្រោះអីវ៉ាន់របស់គាត់ហ្នឹងគឺបោះដុំច្រើនអញ្ចឹងគឺគាត់ពិបាកគិតហៅថាពេលខ្លះមនុស្សយើងការងារច្រើនពេក stress ពេកបងប្អូនអត់មានអ្នកមកជំនួសដៃជំនួសជើងអញ្ចឹងគឺពិបាកអញ្ចឹងគាត់បានសួរទៅកាន់ក្មួយរបស់គាត់គាត់ថាឯងចង់មកធ្វើការមែនអត់ហើយឯងស៊ូការងារអត់ចេះអីខ្លះហើយបងវិទ្យគាត់ថាខ្ញុំស៊ូខ្លាំងហើយព្រោះការងារអីក៏ខ្ញុំធ្វើបានដែរហើយរបៀបថាគាត់និយាយទាំងម៉ឺងម៉ាត់ហ្មងណាហើយអ៊ីនឹងគាត់ថាអញរកអាមនុស្សច្បាស់លាស់ក្នុងការងារអញ្ចឹងកុំយកអាមនុស្សណាមកធ្វើការហើយអត់មានដឹងម៉ោងដឹងពេលដឹងវេលាណាហើយអ្នកដែលធ្វើការមួយគាត់ពេលខ្លះគាត់សឹងថាតដឹងប្រពន្ធឲ្យទៀតណាហើយឲ្យតែធ្វើការល្អធម្មតាទេបងប្អូនមនុស្សដែលឧស្សាហ៍ណាទៅណាមកណាក៏គេស្រឡាញ់ដែរក៏ប៉ុន្តែយើងឧស្សាហ៍មែនឧស្សាហ៍ក្នុងផ្លូវត្រូវណាកុំមករបៀបឧស្សាហ៍អាសាខុសរឿងចប់ហើយអាសាក្នុងហៅថាកលៈទេសៈណាដែលយើងត្រូវអាសាចាំយើងអាសាកលៈទេសៈណាដែលយើងមិនត្រូវអាសាទេមិនបាច់ចាំអាសាទេថាជាមនុស្សដែលមានចិត្ត
មនុស្សដែលមានចិត្តគឺបានន័យថាមនុស្សដែលមើលទៅឃើញភាពលំបាករបស់អ្នកដទៃចេះជួយគេអញ្ចឹងណាអាហ្នឹងគឺហៅថាជាមនុស្សល្អហើយអញ្ចឹងបកមករឿងយើងវិញទៅពេលដែលអ៊ីហ្នឹងគាត់តេជាមួយនិយាយជាមួយអង្គវិទ្យហ្នឹងហើយគាត់ថាឯងឡើងមកស្អែកហ្នឹងមកអញ្ចឹងចាំអញចេញសុហុយឡានឲ្យហើយពុកគាត់ថាហើយឯងហ្នឹងស៊ូការងារបានអត់ឲ្យឮថាអ៊ីឯងហ្នឹងការងារច្រើនដល់ហើយអត់អីទេពុកខ្ញុំធ្វើបានស្អីក៏ខ្ញុំធ្វើបានដែរឲ្យតែខ្ញុំបានការងារធ្វើព្រោះដោយសារតែខ្ញុំឈប់រៀនយូរឆ្នាំហើយខ្ញុំនៅផ្ទះមិនដឹងថាត្រូវធ្វើអីទេដើរទាត់តែខ្យល់ហ្នឹងហើយពុកគាត់ថាហើយដូចមាត់ណាកុំទៅមួយខែមកផ្ទះវិញខ្មាស់គេហើយពុកគាត់ចំអន់លក់លើយកូនប្រុសគាត់ដែរណាពេលនោះគឺបងវិទ្យគាត់បានឡើងមកពេញនៅថ្ងៃស្អែកហ្នឹងគឺរបៀបថាគាត់អត់មានលុយដើម្បីជិះឡានឡើងមកឯងចឹងគាត់ក៏បានតែខ្ចីលុយគាត់ក៏បានផ្ញើលុយឲ្យមក100000ប្រពន្ធឡើងមកពេញណាពេលដែលគាត់ឡើងមកដល់ពេញហ្នឹងគឺគាត់បានចាំគាត់ហ្នឹងនៅវិមានឯករាជ្យហើយគាត់បានតែប្រាប់ថាឥឡូវគឺខ្ញុំមកដល់ហើយខ្ញុំចាំឯងហ្នឹងនៅវិមានឯករាជ្យគាត់ថាអាចចាំក្នុងសិនណាចាំអាចជិះម៉ូតូទៅហើយហ្នឹងគឺដូចចិត្តទេបងប្អូនទៅណាមកណាលេងខ្លួនញាក់សាច់របស់គាត់ដែរណាជិះម៉ូតូនិចស្លៀកឡើងខ្លីបងប្អូនហើយសាច់សឡើងខ្ចីញញហ្មងហើយពេលវាថាលេទឹកអប់របស់គាត់ហ្នឹងគឺក៏អូបភាយសាចពេញតែផ្សារហ្នឹងហើយតែណាក៏និយាយថាហ្នឹងគឺស្អាតហៅថាស្អាតមកណាពេលដែលគាត់ឃើញរូបរាងរបស់គាត់សឹងថាគាត់មើលអត់ស្គាល់បងប្អូនគាត់ថាមែនអញទេគាត់គិតក្នុងចិត្តណាបងប្រុសវិនហ្នឹងដល់ពេលដែលគាត់គិតអញ្ចឹងគាត់ចាប់ផ្ដើមឈរផ្លឹកគាត់មើលគាត់ណាហើយនៅពេលដែលគាត់មកដល់គាត់ថាមិនដឹងវិទ្យឯងមើលមែនអញឯងណាឯងមើលស្គាល់អញមែនគាត់និយាយណាអញ្ចឹងគាត់ថាខ្ញុំដូចជាអត់ស្គាល់ទេដូចភ្លេចមុខបាត់ហ្នឹងដូចក្មេងដល់ហើយកាលនៅស្រុកមិនមែនរូបរាងអញ្ចឹងទេឥឡូវស្អាតខ្លាំងណាស់ហើយគាត់សរសើរត្រង់ហ្មងណាហើយបងវិទ្យគាត់ថាមិនមកទេអើយឃើញរូបរាងស្អាតអញ្ចឹងមើលទៅគឺប្លែកអារម្មណ៍ខ្លាំងណាពេលនោះគឺរបស់គាត់បាននាំគាត់ហ្នឹងទៅតូបរបស់គាត់ណាពេលដែលទៅដល់ផ្ទះហ្នឹងគឺរបស់គាត់បានណែនាំការងារគាត់ថាវិទ្យឯងសិក្សាការងារល្អណាហើយមើលអ្នកដែលធ្វើការមួយគេមានដីមានប្រពន្ធដល់ហើយដោយសារតែហ្នឹងគឺចិត្តល្អខ្លាំងណាអញ្ចឹងឲ្យតែឃើញណាគេធ្វើការងារល្អអញ្ចឹងទៅដឹងប្រពន្ធឲ្យហើយគាត់គឺជាមនុស្សដែលចិត្តល្អខ្លាំងណានៅពេលដែលឃើញបងវិទ្យហ្នឹងគាត់វាថាគាត់ឈឺណាហើយគាត់សួរថាវិទ្យថ្ងៃហ្នឹងឯងអត់ស្រួលខ្លួនមែនហើយគាត់យកថ្នាំយកអីឲ្យលេបណានៅក្នុងទៅដល់ក្នុងបន្ទប់ហ្មងតែពេលដែលយកថ្នាំឲ្យបងវិទ្យហ្នឹងគាត់ទៅចូលបន្ទប់របស់បងវិទ្យហ្នឹងគឺពេលយប់ទៀតហើយធម្មតាគឺផ្ទះរបស់គាត់គឺអត់បើកភ្លើងទេវាងងឹតណាហើយបងវិទ្យគាត់ចេះឆ្ងល់ពីណាគេណាមកគោះទ្វារអីស្មើហ្នឹងហើយគាត់ក៏ប្រាប់ថាមកមើលឯងហ្នឹងណាបើកទ្វារតិចមើលហើយគាត់ក៏បើកទ្វារមកពេលដែលបើកទ្វារមកឃើញដៃគាត់ហ្នឹងកាន់ថ្នាំហើយគាត់ថាឃើញឯងឈឺណាយកថ្នាំឲ្យលេបអរគុណច្រើនអញ្ចឹងហើយស្មានហ្នឹងអត់ទាន់គេនៅធ្វើអីហើយគាត់សួរណាហើយនៅពេលដែលគាត់សួរអញ្ចឹងគាត់ថាមិនតាន់គេស្មានហ្នឹងគឺគេអត់ដល់លក់ព្រោះស្មុកស្មាញគិតច្រើនពេកមុខរបរការងារហ្នឹងគឺប្រើខួរក្បាលច្រើនណាអញ្ចឹងបងវិទ្យគាត់ថាអត់អីទេចាំស្អែកចាំខ្ញុំជួយការងារព្រោះប្រាប់ខ្ញុំថាពេលដែលម៉ោង4ម៉ោង5ហ្នឹងខ្ញុំសូត្រភ្ញាក់អញ្ចឹងអត់អីទេចាំខ្ញុំជួយការងារអរគុណច្រើនអញ្ចឹងចាំមិនឲ្យប្រាក់ខែច្រើនតែគាត់ធ្វើការដំបូងគឺរបស់គាត់ហ្នឹងឲ្យប្រាក់ខែតែ250ទេរៀងមិនថ្លៃក៏មិនថោកប្រហែលដែរប៉ុណ្ណឹងល្មមហ្នឹងបងប្អូនបាយទឹកលើគេដេកកន្លែងគេដេកលើគេទៀតបងប្អូនដេកលើគេទៀតហេលេងទៀតបងប្អូនអញ្ចឹងគាត់ចាប់ផ្ដើម
សិក្សាការងាររបស់គាត់và vănចាប់ព្រួយហ្នឹងពេលប៉ុកហ្នឹងច្រើនពេលខ្លះបងប្អូនកុំឃើញអាវ៉ាន់ចាប់ព្រួយអញ្ចឹងគឺពេលខ្លះរៀបចំឲ្យហត់ណាមិនស្រួលទេបងប្អូនអញ្ចឹងគាត់ចាប់ផ្ដើមគិតបញ្ជីជាមួយអ្នកដែលមកទិញណាភ្ញៀវរបស់គាត់ចង់បានអីអញ្ចឹងបូកបញ្ជីមួយគ្នាអញ្ចឹងទៅអញ្ចឹងនៅពេលដែលគាត់បានក្មួយរបស់គាត់មកធ្វើការជាមួយណាអ៊ីហ្នឹងគឺគាត់ដូចវាថាអត់សូវហត់ទេវាថាពេលដែលគាត់គិតលុយម្ដងគឺក្មួយរបស់គាត់ជួយបូកលុយបូកកាក់អញ្ចឹងណាធម្មតាពេលដែលភ្ញៀវគាត់បុកមកច្រើនអញ្ចឹងគឺអ៊ីគាត់មើលអត់ទាន់ទេដឹងអាណាទៅអាណីទេច្រើនហើយគាត់ក៏សារបាត់អីវ៉ាន់ដែរហើយបន្ទាប់ពីក្មួយគាត់មកធ្វើការជាមួយគាត់រៀងធូរច្រើនអញ្ចឹងក៏គាត់បានតម្លើងប្រាក់ខែក្មួយរបស់គាត់ថាបើសិនជាមួយខែទៅពីរខែទៀតណាហើយធ្វើការល្អឲ្យខ្លាំងជាងហ្នឹងអញឡើងប្រាក់ខែឲ្យ350វាស្មើនឹងអ្នកចាស់ព្រោះអ្នកចាស់គាត់ធ្វើរៀងយូរឆ្នាំដែរតែនៅប្រាក់ខែ350ដោយសារតែការងាររបស់គាត់គឺផ្សេងពីបង្វិតហើយអ្នកដែលធ្វើការជាមួយអ៊ីហ្នឹងគឺមានភាពចំណែនទៅលើបង្វិតខ្លាំងណាដោយមានពាក្យសម្ដីលក់លើយឬក៏និយាយតេះដៀទៅកាន់បង្វិតដែរហើយបង្វិតក៏គាត់មាត់ដែរដោយសារតែអ៊ីហ្នឹងគាត់ប្រាប់ហើយមកធ្វើការណាទៅចិត្តឲ្យធ្ងន់បន្តិចបើសិនជាឆេឆាវគឺនៅមួយអ៊ីអត់បានទេដោយសារតែកន្លែងធ្វើការរបស់អ៊ីណាគឺមានកូនចៅអ៊ីហ្នឹងច្រើនអញ្ចឹងគឺពេលខ្លះវានិយាយអីលើសលួសអីណាមិនបាច់ចាំទៅគិតក្នុងចិត្តទេអញ្ចឹងស្ដាប់ឲ្យចោលទៅហើយដូចចិត្តកូនចៅគាត់ហ្នឹងគឺនិយាយឌៀមដាមបង្វិតច្រើនណាហើយបង្វិតក៏គាត់មិនសូវខ្វល់ដែរអញ្ចឹងនៅពេលដែលគាត់អត់សូវស្រួលខ្លួននៅខ្ញុំនិយាយមិញហ្នឹងគឺគាត់រៀងផ្ដាសាយតិចតួចទេហើយថ្ងៃមួយហ្នឹងគឺអ៊ីរបស់គាត់ហ្នឹងគឺនាំគាត់ទៅហូបស៊ុបដោយគិតថាបង្វិតគាត់នៅខេត្តនៅស្រុកខ្សែចំការហ្នឹងគឺអត់ដែរហូបភីសាហូបចូលហាងអីទំនើបអញ្ចឹងណាអញ្ចឹងគាត់ក៏បាននាំបង្វិតហ្នឹងចូលទៅក្នុងហាងមួយដែលជាហាងប៊ូហ្វេណាហើយបង្វិតគាត់មិនដែរចូលហាងប៊ូហ្វេអញ្ចឹងគាត់ចម្លែកអារម្មណ៍ហើយគាត់សួរថាអីឯងចូលហ្នឹងទីអស់លុយច្រើនណាឯងមើលតែប្រហូបគេវិលឡើងពេញតុកហើយយើងហូបហ្នឹងដឹងអស់លុយប៉ុន្មានទេអ៊ីគាត់ថាអើយអាហ្នឹងគេហៅប្រហូបប៊ូហ្វេហើយអស់លុយស្អីម្នាក់តែ7រៀលហ្នឹង7រៀលកន្លះហ្នឹងហើយស៊ីបែកពោះតែប្រាប់បញ្ហាហើយណាបើឯងស៊ីមហូបណាស៊ីឲ្យអស់បើឲ្យស៊ីអត់អស់ទេចាត់គេផាកអស់លុយលើសដើមណាហើយគាត់លឺអញ្ចឹងឆ្ងល់ដែរពួកគាត់មិនដែរហូបអាហារប៊ូហ្វេអញ្ចឹងណាអញ្ចឹងមានអីបងប្អូនបានដៃហ្មងបងវិតលាងសិតតែបកងសិតតែបគាក្តាមអូមកសែបរបស់គាត់ហ្មងចុះមិនដែរនៅស្រុកមិនដែរសូវបានហូបផងឪពុករបស់គាត់ហ្នឹងគឺធ្វើស្រែធ្វើចំការធម្មតាណាពេលខ្លះក៏គាត់អត់សូវមានលុយទិញឲ្យបង្វិតគាត់ហូបដែរអញ្ចឹងពេលដែលគាត់មកពីហូបអាហារប៊ូហ្វេហើយហ្នឹងមកដល់ផ្ទះគឺអ៊ីរបស់គាត់មានអារម្មណ៍ថាឈឺក្បាលបងប្អូនគាត់ប្រៀបថាគាត់អត់សូវស្រួលខ្លួនណាអញ្ចឹងគាត់ពឹងបង្វិតហ្នឹងគឺឲ្យកុសខ្យល់ឲ្យគាត់ថាវិតអាចចេះកុសខ្យល់អត់កុសខ្យល់ឲ្យអ៊ីបន្តិចព្រោះអ៊ីអត់សូវស្រួលខ្លួនទេហើយបង្វិតគាត់លឺអញ្ចឹងគាត់ថាអ៊ីដូចជាអត់សមទេខ្ញុំហើយអ៊ីជាស្រីខ្ញុំជាប្រុសខ្ញុំកុសខ្យល់ឲ្យអ៊ីមិនកើតហើយពេលនោះគឺគាត់បានអង្គុយក្នុងបន្ទប់អ៊ីរបស់គាត់ទៀតដោយអ៊ីហ្នឹងអ៊ីគាត់ហ្នឹងគាត់ថាអើយឯងមិនបាច់ទៅគិតទៅខ្វល់អីទេហើយឯងហ្នឹងក្មួយអញឯងទៅគិតរឿងអ្នកក្រៅម៉េះអញ្ចឹងឯងឃើញអញងាប់ឯងអត់ជួយទេអញ្ចឹងគាត់និយាយប៉ុណ្ណឹងបង្វិតក៏គាត់ស្ងាត់មាត់ឆឹងហើយអ៊ីរបស់គាត់ហ្នឹងក៏ចាប់ផ្ដើមឲ្យបង្វិតហ្នឹងគាត់កុសខ្យល់ឲ្យគាត់ដេកទៅលើគ្រែហើយគាត់ដេកផ្កាប់ធម្មតាណាហើយបង្វិតក៏យកសេនមកកុសហើយបង្វិតតាមកម្មកពិតគឺគាត់មិនចេះកុសខ្យល់អីទេហើយគាត់នៅផ្ទះអញ្ចឹងហើយម្ដាយឪពុករបស់គាត់ហ្នឹងគឺមិនដែរគាត់បរៀនកូនហ្នឹងកុសខ្យល់ទេហើយគាត់ប្រាប់ថាខ្ញុំ
vậy thoáng á nhưng mà chết cột trò lấy anh phờ nhưng cột trò thắng cứ nhưng mà chết chẳng bên nó có có phép tha bài chết cho mình phép vô sen đó anh câu ai mơ muôi hay đo ai báo có câu ai mơ muôi từ thì bằng viết có thả miếng ấy mi xua ta câu tới còn ta bị chư tích còn ta dọc sen và câu ta lơ sạch tích tích nâng hay bom ô này nó biết đài bạc co á bom bộ đo ai chanh máu nè cứ non bạc co cứ so là chanh chanh món là trăng món nè so củ món hay bằng viết có ta sẽ hiên mới có mơ hiện phải này tí chứ đó đời sao tại yên bạc có thấy số thoáng mà có vì tha bằng viết có chỉ mà nó để miên chủng ngò chết ra có thà ấy tôi chỉ miên câu bên đây ta hay sạch ấy sát mày trong giấy trắng ấy sát men hay hay về để quật giấy chẳng có thà anh chết tại thử luôn đó ơi liệp lệ liệp saiอย่างtới thằng cặp bật đó hữu hiện anh sát tăng pi cầm mông tháo rồi câu bà anh nhá viêm đài mà mơ anh thế anh chư anh chia mấy câu viêm đài mà mơ đây để viêm tha quật cầm sọt máu nó đó quật cho bà câu cho bà quật thnom quật nó có tháng ấy chơi mẹ này câu cho là anh những cứ thnom ấy mẹ đấy tại sao tại nhầm là khẩu sạch đó không câu tịch tịch tới thnom quá nữa thì cho bà xin dạy câu chẳng ngày nào cả hôm tự rồi tiền á ban cả hôm mà anh chị quật có Scott tiền ngôn đại thì từ nó biết đại quật Scott đại hiện ngôn tích cứ bà quật thì trừ đá có thà biết đại bật thu đại tới chứ anh chỉ trừ tới chứ rồi bằng biết có quật bật thu đại thì từ ta có bất cứ quật câu mẹ mà bộ quật hiên câu bà quật đó ta bữa sinh thì dương vậy tam trắng cứ bằng viết nó quật biên chất trong chui bà quật là sao ta khơi bà quật nó cứ sở sủa luôn đấy ôm non bà quật đó nè có bên đáy bà quật cái đồng chất đây có thải mùi anh nhé tăng bị bay anh và màn cho năm mơ tới vụ kiện vía xịn sát của xóm này ta xóm chia sập hiệp bà bất máu này tiền hụt yên tiền sạch đồng ấy cứ sát vào vía này ta cái đồng chất á ta bà con nó cứ mình biến kết đây về ngày lương nâng này còn ta khơi hụt hiện mùi bà quật sát chẳng á thì quật nó còn xa đây là mùi ấy nó cứ có xa đấy mình thò mà đá này thì sập ngày đó mùi ai nó miên cu miên co nó miên rong sai nó thì bông vít quật ngò là có tháng mấy xua sầm nuôi ấy play chẳng miên ấy thực play còn tại trong đăng ta thà ngày đó mùi ai nó miên mình đưa để được nông chân đó thì bông vít quật thà nhau mặt miên đấy sập ngày cứ nhau nơi liều thò mà đá đó chẳng mùi ấy bên đây thà mùi ấy nó sạch món nó chỉ vào đó bật món nó thì bằng việc cật ở đây đấy nhom sa manh thò mà đà thế pe nó cứ ý các bạn ơi mùi bạc quạt nó đây những trong vật tục bạc quạt rồi quạt nó cứ đây từ lửa bút cứ bọn profit nó cứ quạt đây hàng cầu ấy đời xa ấy đời xa tại pe giúp chờ nó cứ bạc quạt pe khác quạt Việt tha quạt chữ ba vân một chẳng á nè pe để quạt chữ ba vân một chẳng cứ pe khác là vật tục bỏ bỏng vít môi bạc quạt nắng cứ nơi ngay bị vật tục quạt chẳng pe để quạt miền hưởng hại cả làng cho buộc quạt chẳng quạt kha quạt cho cô mà này ai chẳng á chẳng quạt hiện đây mà này ai nhé chẳng quạt oi bỏng vít nó quạt đây cầm đo người ta viết ra dùng nó ngày đây cầm đo anh phải giúp nó hãy đây khổ mà anh đây lừa bu hay bằng viết có đây từ vô phôi vô cái từ mà khẽ đây chết bà quạt đó nè quạt cứ dục lại để việc tha quạt slip bẹ rồi để chứ nè rồi có bàn tay cứ quạt admin pa nông thì mà cô rồi bằng viết quạt bàn khơi chẳng quạt nông luôn bạc quạt thì cái đại đá nè là sao ta khơi ấy nóng mà bốn một bốn cắt chỗ là ấy nóng cứ
អ្វីបងប្អូនពេលនោះគឺគាត់ឃើញអញ្ចឹងក៏បាននិយាយប្រាប់ទៅកាន់អ៊ីនោះគាត់ថាអ៊ីឯងពាក់អាវអញ្ចឹងគឺដូចជាអត់សមទេពាក់អាវធម្មតាទៅដល់ឮបងប្រុសគាត់និយាយអញ្ចឹងក៏អ៊ីគាត់ថាអើយអញដេកយប់ឡើងអញជឿនពាក់តែអាវរ៉ូបអីដេកធម្មតាទេមិនបាច់ឲ្យផ្លាយអារម្មណ៍អីគេហើយអ៊ីគាត់ថាមិនមែនឯងឃើញអីអញហើយហើយបងវិតគាត់ថាណាគិតអញ្ចឹងអ៊ីឯងសាប់សម្រានទៅអញ្ចឹងព្រោះស្អែកឡើងគឺត្រូវធ្វើការងារច្រើនហើយវាថាគាត់ដឹងទុកតរៈអ៊ីរបស់គាត់ណាតែអ៊ីគាត់ហ្នឹងគឺដូចជាខ្ញុំនិយាយដើមវីដេអូអញ្ចឹងក៏មុំហ្នឹងសុំខ្មាស់ហើយសាច់របស់គាត់ហ្នឹងគឺសឹងថាសមោចវាធ្លាក់បងប្អូនស្អាតមែនតើសាច់ស្អាតណាឡើងខ្ចីមកហើយបងវិតគាត់ពេលខ្លះគាត់សងំលើបទឹកមាត់ម្នាក់ឯងដែរណាមួយយ៉ាងរបស់គាត់ដែរហើយគាត់មិនមែនថាគាត់ចង់ធ្វើអីគាត់ទេដោយសារតែអ៊ីរបស់គាត់របៀបថាដូចជាឲ្យដៃឲ្យអីក្មួយគាត់ដែរណាតែក្មួយគាត់គឺដូចថាជាសភាពបរោះគាត់មិនវាថាគាត់អត់គិតដល់រឿងហ្នឹងទេអញ្ចឹងថ្ងៃមួយហ្នឹងអ៊ីរបស់គាត់បាននាំគាត់ទៅហូបស្រានៅចិត្តផ្ទះគាត់ដែរទេហើយគាត់ហូបអស់2 3កំប៉ុងអញ្ចឹងក៏ស្វឹងហ្នឹងគឺស្វឹងអ៊ីគាត់ទេហើយបងវិតគាត់ចេះផឹកទេដោយអ៊ីរបស់គាត់បានប្រាប់ថាមនុស្សប្រុសគេដែរអត់ចេះផឹកស៊ីមិនហៅមនុស្សប្រុសអញ្ចឹងឲ្យផឹក2កំប៉ុង3កំប៉ុងហើយកំដរអញព្រោះថ្ងៃហ្នឹងអញរបៀបថាចង់ដាក់វិជាជាបន្តិចដោយសារធ្វើការច្រើនពេក stress ពេកគេថាគាត់ហូបអញ្ចឹងណាតិចតួចអញ្ចឹងទៅហើយបងវិតគាត់ដំបូងគាត់មិនដែលចេះផឹកស្រាណាដល់ពេលដែលមីងឬក៏អ៊ីរបស់គាត់បរៀនចេះប្រោយបងប្អូនផឹកមួយអ៊ីគាត់អស់5កំប៉ុងស្វឹងប្រោយពេលនោះគឺស្វឹងមែនតែស្មារតីរបស់គាត់គឺរឹងមាំណាហើយគាត់បានគ្រាអ៊ីគាត់ចូលទៅក្នុងបន្ទប់ពេលដែលចូលទៅក្នុងបន្ទប់ហ្នឹងគឺអ៊ីរបស់គាត់ហ្នឹងគឺរបៀបថាផឹកតិចតួចទៅគាត់វាថាគាត់ក្អួតហ្នឹងណាក្អួតចូលក្នុងបន្ទប់ទឹកហើយគាត់ក៏គក់ខ្នងថាអ៊ីធូនៅក៏នាំអ៊ីគាត់មកដេកនៅលើគ្រែទៅដោយគាត់នឹងមិនមែនដេកជាមួយគ្នាទេគាត់ដេកឆ្ងាយអញ្ចឹងហើយគាត់យកទឹកក្តៅទឹកត្រជាក់ហ្នឹងគឺជូតអ៊ីរបស់គាត់មើលថែដូចជាប្តីជាប្រពន្ធអញ្ចឹងអ្នកទាំងពីរហ្នឹងគឺរបៀបថាស្វីតខ្លាំងមែនទែនដល់ថ្នាក់កូនចៅរបស់គាត់ហ្នឹងគឺចំណែកមកគាត់ថាអាងវាជាក្មួយមកធ្វើឯងសិទ្ធស្នាមមួយអ៊ីខ្លួនឯងវវយកអ៊ីខ្លួនឯងធ្វើប្រពន្ធទៀតគាត់និយាយតែពាក្យហ្នឹងគឺកូនចៅរបស់គាត់សូវហ៊ាននិយាយហ្មងទេដោយសារតែពេលដែលគាត់ឮអញ្ចឹងគាត់ដេញចោលភ្លាមបងគឺអត់ហ៊ាននិយាយទេគាត់ខ្លាចណាគាត់និយាយស្ងាត់ទេហើយគាត់បានមើលថែអ៊ីរបស់គាត់ហ្នឹងគឺមកជប់ពេញមកបងប្អូនគឺថាមកចត់របស់គាត់ដែរណាតែរបៀបថាគាត់ដូចជាឆ្ងល់ចិត្តអ៊ីរបស់គាត់ដែរគាត់ថាអ៊ីអញផងគិតលើអញអាម៉េចទេរបៀបថាដូចជាប្តីជាប្រពន្ធអញ្ចឹងណាហើយអ៊ីរបស់គាត់ត្រូវការអីហ្នឹងហៅក្មួយគាត់មកហើយបងវិនហ្នឹងត្រូវការអីហៅមកហើយសូម្បីតែកៅអាវរបស់គាត់ច្រើនហ្នឹងក៏ឲ្យបងវិនគាត់បោកដែរហើយបងវិនគាត់មិនគិតអីដឹងថាជាអ៊ីរបស់ខ្លួនហើយចេះតែធ្វើទៅអ៊ីឲ្យធ្វើអីក៏ធ្វើហ្នឹងទៅអ៊ីឲ្យអីក៏ហ្នឹងទៅបងប្អូនអត់ស្អីមានអីចម្លែកអញ្ចឹងអ្នកទាំងពីរហ្នឹងគាត់មានភាពស្អិតល្មួតជាមួយគ្នាខ្លាំងមែនទែនដោយសារតែគាត់មានទំនាក់ទំនងហៅថាស៊ីជម្រៅខ្លាំងណាអញ្ចឹងបងប្អូនយល់ចំណាថាចំពោះសាច់រឿងមួយនេះប្រហែលជា admin ថ្ងៃនេះលែតមកហើយខុសត្រូវយ៉ាងណាក៏សូមអធិស្ឋានផងបងប្អូនណាដោយសារតែជាសាច់រឿងដែលប្រិមិត្តរបស់យើងគាត់ផ្ញើមកកាន់ខ្ញុំដែរទេហើយសម្រាប់បងប្អូនដែលអត់ទាន់បានជួយចុចsubscribe លើ channel របស់ខ្ញុំទេសូមជួយម្នាក់មួយផងបងប្អូនណាដោយសារតែជា channel ថ្មីអញ្ចឹងអរគុណនិងជំរាបលាបងប្អូនយើងជួបគ្នានៅវីដេអូក្រោយទៀតបងប្អូនណា